hết ấy ban dương hai của san đấy đại sa nơi hàng càoนู้dương khơi miền sắt slab lực trô bà nước đôi chia dương khơi nơi cái đá nó cứ cột đó bông bà cột nó chia dân chìm đi bao bè việt sunu đôi trên này hết dương khơi miền khát đôi táo khát đôi xe còn tay miền slab trô và san đấy nó đôi ho nơi lơ mây chẳng à bông đôi trên này hết san đấy nó chia công nứt đại quạt lắc làm bay tục tay lụm ó nơi nơi chỉnh trang và sạt hai chia lẹ hai chia ra chana bớt sờ bồ cục tiệt bà bong qua lờ đòn tiết bà sọc sờ bái bong mà lên ở kia bà bà chia được bông nhom xôm chấm riệp pi dạ công nhom mình tịch bà nè bà nhom chia mẹ cái têประจำในសហគមន៍សម្បូរព្រៃគុកនេះសហគមន៍នេះបានបង្កើតនៅឆ្នាំ2004ដោយអង្គការ GTZ ខាងអាល្លឺម៉ង់ហ៎បងបាទខាងអង្គការអាល្លឺម៉ង់ហើយយើងមានប្រជាជនរស់នៅជំវិញប្រាសាទសម្បូរព្រៃគុកនេះចំនួន7ភូមិបាទ7ភូមិពីដើមនោះយើងមានប្រជាជនចូលរួមតែ527គ្រួសារទេបាទប៉ុន្តែសប្តាហ៍ថ្ងៃយើងមានប្រជាជនរហូតដល់រាប់ពាន់គ្រួសារចូលរួមបាទសហគមន៍នេះបាទហើយខ្ញុំចាប់ផ្ដើមចូលធ្វើមគ្គុទ្ទេសក៍នេះនៅឆ្នាំ2007បាទដែលអង្គការ GTZ បានបណ្ដុះបណ្ដាលចំនួន3ខែបាទដល់មគ្គុទ្ទេសក៍យើងពីមុនមាន60នាក់បាទប៉ុន្តែដល់ពេលយើងចាប់ផ្ដើមធ្វើការទៅដូចជាមិនសូវមានភៀវផងហើយមគ្គុទ្ទេសក៍ខ្លះគាត់អត់ចេះភាសាផងមានប្រាសាទសរុប43រួមនឹងកំពែង2ជាន់ព័ទ្ធជំវិញហើយនឹងស្រះទឹកមួយបាទបងប៉ុន្តែសប្តាហ៍ថ្ងៃប្រាសាទតោនេះនៅសល់តែមួយទេនៅល្អតែមួយទេបងហូរទៅទៀតបាក់បែកអស់ហើយបាទបាក់បែកខ្លាចជាដីទួលខ្លាចជាគ្រឹះបាទហើយក្រុមចុងក្រោយនេះគឺក្រុមប្រាសាទយាយពាន់ប៉ុន្តែប្រជាជនយើងខ្លះហៅប្រាសាទនេះក្រុមនាគពាន់ដែរដោយសារយើងឃើញជាក់ស្ដែងនៅលើផ្តែរទ្វារនៅប្រាសាទយាយពាន់នោះមានចម្លាក់នាគក្បាល3បាទដូច្នេះប្រជាជនយើងខ្លះហៅប្រាសាទយាយពាន់នោះហៅនាគពាន់ប៉ុន្តែយាយពាន់នេះយើងផ្អែកទៅលើរឿងព្រេងបាទរឿងព្រេងខ្មែរយើងពីដើមបាទហើយក៏យើងមានក្រុមប្រាសាទតូចៗជាច្រើនបងដូចជាក្រុមប្រាសាទក្រៅរមៀសក្រុមប្រាសាទស្រីគ្រប់លក្ខនៅជាប់នឹងក្រៅរមៀសណាបាទហើយនឹងក្រុមប្រាសាទតាពាំងរពាក់បាទហើយខាងខ្នាច់ទូលបាទហើយមានបោះរៀមអីចឹងណាបងមានសណ្ដាន់មានគក់ទ្រុងមានអីចឹងច្រើនបាទយើងមានប្រាសាទច្រើនសរុបទាំងអស់292ប្រាសាទដែលយើងបានចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោកបាទនៅថ្ងៃទី8ខែកក្កដាឆ្នាំ2017បាទដែលយើងទទួលស្គាល់ថាប្រាសាទសម្បូរព្រៃគុកនេះជាសម្បត្តិបេតិកភណ្ឌពិភពលោកបាទដែលពិភពលោកបាទ2017បង2017បាទហើយបងខ្ញុំគិតថាបងបានដឹងខ្លះហើយពីប្រវត្តិសាស្ត្រខ្មែរយើងតំបន់យើងនេះសម្បូរព្រៃគុកនេះយើងហៅថាប្រទេសចេនឡាបាទឬក៏នគរចេនឡាខ្មែរយើងបាទដែលចាប់ផ្ដើមនៅចុងសតវត្សទី6ដើមសតវត្សទី7ហើយបញ្ចប់នៅសតវត្សទី8បាទនេះយើងហៅនគរចេនឡាប៉ុន្តែក្រុងនេះយើងហៅឈ្មោះថាអេសានពុរៈបាទទីក្រុងនេះឈ្មោះបាទអេសានពុរៈជាភាសាសំស្ក្រឹតអេសាននោះគឺជាឈ្មោះរបស់ព្រះអង្គអេសានវរ្ម័នទី1ពុរៈនោះគឺជាឈ្មោះទីក្រុងបាទគឺគាត់យកនាមរបស់គាត់ដាក់ឈ្មោះទៅជាក្រុងទីក្រុងបាទហើយពាក្យអេសាននេះបើយើងបកមកវិញក្នុងភាសាសំស្ក្រឹតនោះគឺមានន័យថាជាអាទិទេពបាទសិវៈដែលជាអ្នកបង្កើតលោកជាអ្នកបំផ្លាញលោកនោះបាទអេសានវរ្ម័ននឹងមានន័យថាការពារបាទការពារថែរក្សាការពារអេសាននោះគឺស្ដេចអាទិទេពបាទសិវៈការពារដោយអាទិទេពហើយអេសាននោះក៏យើងបកមកបានជាទិសដែរណាបងទិសអេសាន
ហើយនឹងវរ្ម័នហ្នឹងគឺការពារដែរការពារដោយទិសទាំង8ហ្នឹងបាទហើយចេនឡានេះដែលយើងសិក្សាទៅយើងមានក្រុងបាទក្រុងដែលមានប្រជាជនរស់នៅព្រះអង្គដែលរស់នៅគង់នៅនោះគឺប៉ែកខាងលិចទៅប៉ែកខាងលិចនេះ2គីឡូបងបាទហើយមានគូទឹកព័ទ្ធជំវិញនេះ2គីឡូ4ជ្រុងបាទគូទឹកណាបាទ2គីឡូ4ជ្រុងហើយមានប្រជាជនរស់នៅ20000ខ្នងផ្ទះណាបងដែលយើងដឹងតាមរយៈឯកសារចិនក្នុងរាជវង្សស៊ូដែលគាត់បានកត់ត្រាប្រវត្តិសាស្ត្រនៅសម័យចិនឡាបាទហើយគាត់គិតថាប្រជាជនខ្មែរយើងមួយគ្រួសារមានកូនប្រហែលជា5នាក់បាទសរុប20000នាក់បាទប្រហែលជា150,000នាក់20000គ្រួសារបាទប្រហែលជា150,000នាក់បាទរស់នៅក្នុងក្រុងនេះបាទប៉ុន្តែក្រុងនេះជាក្រុងមួយប៉ុន្តែយើងមានរដ្ឋតូចជាច្រើនទៀតដែលជាសមណរដ្ឋដែលស្ថិតនៅក្រោមការគ្រប់គ្រងរបស់ព្រះអង្គព្រះបាទឦសានវរ្ម័នបាទយើងមាន30រដ្ឋទៀតបាទបើដូចសពថ្ងៃយើងដូចជាខេត្តអញ្ចឹងណាបងដូចជាខេត្តតូចថ្មីដែលមានអភិបាលខេត្តគ្រប់គ្រងតាមខេត្តមួយបាទហ្នឹងហើយចាមានន័យថាអាណាចក្រចិនឡាយើងនេះធំនៅសម័យនោះបាទរីកចម្រើនខ្លាំងបំផុតខាងវិស័យកសិកម្មបាទវិស័យកសិកម្មបាទហើយក៏មានការគោរពប្រណិប័តន៍លើសាសនាព្រាហ្មណ៍បាទទៅលើលទ្ធិព្រហ្មញ្ញសាសនាព្រះនិកាយព្រះសិវៈបាទនិកាយព្រះវិស្ណុនិកាយព្រះព្រហ្មបាទនៅសម័យនោះហើយចិនឡានេះដែលអង្គការ UNESCO គេសិក្សាស្រាវជ្រាវទៅទីក្រុងនេះមានផ្ទៃដីពីកើតទៅលិចហ្នឹង6គីឡូពីជើងទៅត្បូងនេះ4គីឡូកន្លះក្រុងនេះបាទ4គីឡូកន្លះហើយបែងចែកជា2តំបន់ខាងកើតនេះគឺតំបន់ប្រាសាទគឺកន្លែងអាទិទេពបាទរស់នៅហើយប្រជាជនយើងអត់រស់នៅក្នុងតំបន់ប្រាសាទនេះទេបាទគឺយើងរស់នៅខាងក្រៅណាបងយើងរស់នៅខាងក្រៅបាទនេះគឺជាកន្លែងសម្រាប់មកធ្វើពិធីបុណ្យទានពិធីសាសនាអីផ្សេងបាទខាងក្រៅនេះគឺយើងរស់នៅខាងលិចហើយយើងមានស្រះជាង400ស្រះដែលគាត់ជីកសម្រាប់ទុកទឹកប្រើប្រាស់នៅរដូវប្រាំងពេលរដូវវស្សាយើងសម្បូរទឹកបាទព្រោះយើងនៅក្បែរប្រភពទឹកស្ទឹងសែននេះបាទដោយសារដល់រដូវប្រាំងទឹកធ្លាក់ទៅស្ទឹងអស់គឺទឹកហ្នឹងបាននៅកោះទៅតាមស្រះនេះបាទហើយគាត់ប្រើប្រាស់ប៉ុន្តែចំណែកទឹកនៅក្នុងតំបន់ប្រាសាទនេះនៅស្រះសម្រាប់ធ្វើពិធីសាសនាបាទហើយបាទនគរចិនឡានេះយើងដឹងថានេះមិនជារាជធានីដំបូងនៃអាណាចក្រខ្មែរយើងទេណាបងនេះជារាជធានីទី2បាទរាជធានីដំបូងគឺយើងហៅនគរភ្នំឬក៏នគរគោកធ្លកបាទដែលគ្រប់គ្រងដោយព្រះនាងលាវយីនោះបាទដែលយើងហៅថាខ្មែរយើងពីសម័យនោះគឺគោរពមេយាធំគឺស្រីបាទស្ដេចស្រីបាទព្រះនាងលាវយីបាទគ្រប់គ្រងនគរភ្នំនគរគោកធ្លកបាទហើយនគរភ្នំនោះគឺចាប់ផ្ដើមពីសតវត្សទី1បាទដល់ទី6គឺដែលយើងសិក្សាសប្តាហ៍ថ្ងៃទៅថានៅតាកែវនៅនគរភ្នំបាទនៅគោបុរីណាបងបាទយើងនេះចិនឡាយើងនេះពីមុនជាសមណរដ្ឋក្រោមនគរភ្នំក្រោយមកទៀតក្នុងរាជព្រះបាទឦសាននេះបានមានអំណាចខ្លាំងបានវាយដណ្ដើមបានគ្រប់គ្រងនគរភ្នំវិញបាទហ្នឹងហើយចិនឡាបាទហើយចិនឡានេះយើងបានហៅតាមរយៈឯកសារចិនដែរបាទបើយើងបកថាឈ្មោះចិនឡានេះមានន័យថាប្រទេសយើងជាប្រទេសដែលសម្បូរឃ្មុំប្រទេសកមួនឃ្មុំបាទដែលជនជាតិខ្មែរយើងចេះធ្វើទៀន
ធ្វើរបស់របរពីកមួនខ្មុំហើយនឹងពីទឹកខ្មុំបាទហ្នឹងយើងដោយសារយើងសម្បូរព្រៃឈើដូច្នេះយើងហៅប្រទេសនេះប្រទេសចេនឡាមានន័យថាប្រទេសកមួនខ្មុំបាទប៉ុន្តែមានការយល់ផ្សេងគ្នាជាច្រើនបាទគំនិតអ្នកបុរាណវិទ្យាបាទហើយចេនឡានោះអ្នកខ្លះថាជាជាន់ជាថ្នាក់អញ្ចឹងណាជាជាន់លើអីចឹងណាបងបាទអានេះយើងហៅតាមរយៈឯកសារចិនបាទហើយចេនឡានេះយើងសិក្សាទៅក្នុងប្រវត្តិសាស្ត្រថាបានបែកជាពីរមានចេនឡាគោកនិងចេនឡាទឹកបាទនេះយើងហៅថាចេនឡាដីគោកបាទគឺស្ថិតនៅតាមខ្ពង់រាបបាទរហូតទៅដល់ភ្នំដងរែកបាទព្រំប្រទល់ប្រទេសថៃប្រទេសឡាវនេះយើងហៅចេនឡាដីគោកហើយមួយផ្នែកនៅខាងត្បូងនោះបាទរាជធានីភ្នំពេញយើងសពថ្ងៃខាងវាលទំនាបនោះយើងហៅចេនឡាដីទឹកដែលហ៊ុំព័ទ្ធដោយសមុទ្រដោយបឹងទន្លេអញ្ចឹងណាបាទនេះហៅចេនឡាទឹកលិចបាទប៉ុន្តែបើឯកសារខ្លះក៏គាត់មិនបាននិយាយថាបានបែកជាពីរទេបាទគ្រាន់តែការបែងចែកទេបាទហ្នឹងហើយចេនឡានេះបែកជាពីរនេះក្នុងរាជពនាងជ័យទេវីបាទពនាងជ័យទេវីនេះគាត់ថាគាត់ជាស្ដេចស្រីការគ្រប់គ្រងប្រទេសចេនឡានេះមានការលំបាកដោយសារមានអ្នកគ្រប់គ្រងស្ដេចក្រាញ់មួយហ្នឹងចង់បានដណ្ដើមអំណាចដែរចង់បះបោអញ្ចឹងណាបងអញ្ចឹងចង់បានអំណាចវាធ្វើឲ្យវាមានការច្បុកច្បល់បាទហើយពនាងជ័យទេវីនេះគាត់បានទំអូញទំអែក្នុងការមានទុក្ខលំបាកក្នុងការគ្រប់គ្រងប្រទេសនៅសម័យដែលគាត់គ្រប់គ្រងបាទហើយក្រោយមកទៀតយើងឃើញព្រះបាទជ័យវ្ម័នទី2បានបង្រួបបង្រួមចេនឡាគោកនិងចេនឡាទឹកឡើងវិញហើយគាត់បានលើកក្រុងទៅគូលែនបាទទៅមហិន្ទ្របុរៈបាទទៅភ្នំគូលែនបាទនេះយើងនៅសម័យអង្គរខ្ញុំអត់សូវច្បាស់ទេបាទខ្ញុំច្បាស់នៅសម័យចេនឡាបាទខ្ញុំមានសំណួរមួយបាទបងសម័យចេនឡាហ្នឹងតើមានស្ដេចប្រមាណអង្គតែបានសោយរាជហ៎បងបាទនៅសម័យចេនឡានេះយើងមានរាជស្ដេច6អង្គដែលបានសោយរាជបាទអានេះដែលខ្ញុំបានសិក្សាក្នុងឯកសារដែលខ្ញុំសិក្សាផ្ទាល់ណាបងប៉ុន្តែឯកសារផ្សេងខ្ញុំអត់បានសិក្សាខ្ញុំអត់ដឹងទេប៉ុន្តែដែលឯកសារដែលខ្ញុំរៀនពីលោកគ្រូប្រាក់សិនរាលោកគ្រូអីខាងបុរាណវិទ្យាហ្នឹងគាត់បង្រៀនថាមានតែ6អង្គទេទី1គឺព្រះបាទភវរ្ម័នទី1បាទទី2គឺព្រះបាទចត្រាសេនមហេន្ទ្រវរ្ម័នបាទទី3ហ្នឹងគឺព្រះបាទអេសានវរ្ម័នបាទទី1ហើយទី4ព្រះបាទភវរ្ម័នទី2ទី5ព្រះបាទជ័យវ្ម័នទី1ហើយនិងទី6ពនាងជ័យទេវីបាទជាស្ដេចចុងក្រោយបាទហើយចេនឡានេះគឺយើងបានបដូរឈ្មោះពីនគរភ្នំមកនៅក្នុងរាជពនាងក្នុងរាជព្រះបាទភវរ្ម័នទី1នេះបាទដែលយើងមើលឯកសារទៅថាមានអេសីកម្ពុជានឹងបានរៀបអភិសេកជាមួយព្រះនាងអប្សរាមេរ៉ាហ្នឹងបាទបានយើងហៅជាកម្ពុជាមកដល់សពថ្ងៃបាទបដូរឈ្មោះបាទខ្ញុំសួរមួយស្ទឹងសែននៅខាងកើតប្រាសាទឬនៅខាងលិចប្រាសាទនៅខាងកើតបងបាទនៅខាងកើតស្ទឹងសែនយើងបុកពីប្រាសាទយើងទៅនេះជាផ្លូវបុរាណបុកទៅស្ទឹងសែនចម្ងាយ2គីឡូបាទ2គីឡូទៅកើតបាទហើយនៅស្ទឹងសែនហ្នឹងយើងមានកំពង់ផែបាទដែលនៅសម័យនោះសម្បូរប្រជាជនចិនរស់នៅបាទដែលគាត់បានធ្វើជំនួញបាទដឹកទំនិញពីចិនមកដើម្បីមកលក់ឲ្យជនជាតិខ្មែរយើងបាទដូចជាអីវ៉ាន់ផ្សេងម្ហូបអាហារស្បៀងអាហារនិងសូត្រអីចឹងណាបងគាត់ដឹកមកតាមទន្លេមកគឺឡើងមកចតនៅទីតាំងនៅតាមដងស្ទឹងសែនដូច្នេះនៅកំពង់ជើទាលនេះនៅកំពង់ផែនេះនៅមាត់ស្ទឹងសែននេះសម្បូរប្រជាជនមានសម្បុរសបាទដូច្នេះមានន័យថា
ដូនតារបស់គាត់ពីសម័យនោះប្រហែលជាកាត់ចិនបាទឬក៏ចិនប៉ុន្តែខ្ញុំនៅទីទូខ្ញុំនៅចាំច្បាស់មានដូនតាខ្លះគាត់និយាយខ្មែរអត់ច្បាស់ដែរបាទហ្នឹងហើយខ្ញុំនៅតន់ខ្លះដែរបាទហើយបងយើងឥឡូវយើងចាប់ផ្ដើមនេះជាប្រាសាទអាស្រមមហាឥសីបាទប្រាសាទអាស្រមមហាឥសីនេះនៅស្រុកខ្មែរយើងមាន3ទេបងមួយនៅតាកែវនៅអង្គរបូរី2នៅហាន់ជ័យនៅកំពង់ចាមហើយមួយទៀតនេះនៅសម្បូរព្រៃគុកគឺឈ្មោះតែមួយទេបាទអាស្រមមហាឥសីឬក៏យើងហៅអាស្រមឥសីអ្នកខ្លះហៅប្រាសាទគុកអញ្ចឹងណាបងបាទហើយប្រាសាទនេះគឺបានកសាងនៅក្នុងរាជព្រះបាទចត្រាសេនមហេន្ទ្រវរ្ម័នបាទគាត់ជាឪពុករបស់ព្រះបាទឥសានវរ្ម័នទី1បាទចត្រាសេននេះបាទជាប្អូនរបស់ព្រះបាទភវរ្ម័នបាទហើយសំណង់នេះបើនៅតាកែវនិងនៅហាន់ជ័យមានកំពូលបាទមានកំពូលស្អាតប៉ុន្តែដោយឡែកនៅសម្បូរព្រៃគុកយើងអត់ឃើញមានកំពូលយើងគិតថាប្រហែលជាបាក់បាទកំពូលវាឬក៏ត្រូវគ្រាប់ដោយសារយើងមានគ្រាប់ច្រើនបាទដែលធ្លាក់ជ្រុំ B52 ពីអាមេរិកមកនៅសម័យនោះបាទឆ្នាំ1972 73បាទហើយយើងក៏លេចមើលចម្លាក់បាទនៅប្រាសាទអាស្រមមហាឥសីនេះដែលគាត់តុបតែងលម្អនៃស្ថាបត្យកម្មចម្លាក់នេះគឺយើងទទួលឥទ្ធិពលពីឥណ្ឌាសុទ្ធបាទចម្លាក់នៅលើនោះយើងហៅជាគុឌុបាទជាគុឌុបាទគុឌុនោះគឺមានន័យថាជាមានរាងដូចជាអ៊ុយផ្កាប់បាទឬក៏ជាកូនបង្អួចបាទណាបាទគឺគាត់ធ្វើនោះគឺដើម្បីតុបតែងលម្អបាទជាសិល្បៈឥណ្ឌានៅសម័យគុបតាបាទនៅកំឡុងសតវត្សទី4ទី5បាទទី4ទី5ហ្នឹងសិល្បៈឥណ្ឌាបាទសម័យគុបតាគុឌុនោះជាភាសាអីគេគុឌុនោះបើនិយាយទៅជាភាសាសំស្ក្រឹតណាបងបាទភាសាសំស្ក្រឹតបាទសាមានន័យថាយ៉ាងម៉េចដែរមានន័យថាជាបង្អួចបាទជាបង្អួចឬក៏ជាអ៊ុយផ្កាប់ហ្នឹងវារៀងដូចជាអ៊ុយផ្កាប់គឺនេះជាសិល្បៈឥណ្ឌាសម័យគុបតាបាទគឺធ្វើដើម្បីតុបតែងលម្អនៅសំណង់ស្ថាបត្យកម្មបាទហើយយើងឃើញខាងក្រោមនោះគឺមានចម្លាក់បាទដូចជារាហូអីចឹងណាបងនៅតាមខាងក្រោមបាទហើយចម្លាក់នេះប្រាសាទនេះមានតែមួយទេនៅសម្បូរព្រៃគុកយើងបាទមានតែមួយទេដែលកសាងពីថ្មភក់សុទ្ធបាទដូច្នេះក្រោយមកទៀតក្នុងរាជកូនព្រះបាទឥសានវរ្ម័នគឺគាត់កសាងប្រាសាទនេះសុទ្ធតែពីឥដ្ឋប៉ុន្តែនេះមួយពីថ្មភក់ប្រហែលជាថ្មភក់នេះពិបាកនឹងយកបាទដោយសារយើងអត់មានភ្នំនៅជិតហើយពិបាកដឹកជញ្ជូនបាទតាមយើងដឹកជញ្ជូនតាមផ្លូវទឹកតាមក្បូនតាមទូកដូច្នេះប្រហែលជាគាត់គិតថាពិបាកគាត់ឈប់កសាងពីថ្មភក់បាទហើយគាត់កសាងបានតែមួយនេះបាទក្រោយមកទៀតស្នាដៃកូនគឺកសាងសុទ្ធតែពីឥដ្ឋបាទព្រះបាទឥសានវរ្ម័នទី1បាទគុំគ្នាតែបងមកផ្ទាំងដូចខាងមុខនេះមកផ្ទាំងខាងត្បូងនោះមកផ្ទាំងអញ្ចឹងណាបងបាទដំបូលនោះមកផ្ទាំងបាទគ្រឹះវានោះមកផ្ទាំងបាទប៉ុន្តែធំនៅសម័យនោះដូនតាយើងចេះបើរៀនតម្រៃដែរបងចេះរៀនតម្រៃឲ្យធ្វើការអូសថ្មហ្នឹងបងបាទយើងមានផ្ដែបងយើងមានផ្ដែប៉ុន្តែវាបាក់នេះយើងឃើញស្នាមប្រហោងហ្នឹងលើស៊ុមទ្វារហ្នឹងមានផ្ដែហើយយើងមានសសរពេជ្រដែរប៉ុន្តែសសរពេជ្រក៏បាក់អស់ផ្ដែទ្វារក៏បាក់អស់ដែរដោយសារគ្រាប់ត្រូវហ៎បងនោះយើងឃើញបែងគ្រាប់បុកធ្លុះអញ្ចាំងមកត្រូវនោះវាខាងនេះក៏ត្រូវបែកដែរប៉ុន្តែយើងជួសជុលវិញទេនោះបែងថ្មីនេះសិតតែបែកដោយសារគ្រាប់ហើយបាទនេះបាទ B52 បាទនៅសម័យនោះបងសុំទោសផងគេឲ្យចូលណាបងបាទហ្នឹងហើយដោយសារគេឲ្យយើងមើលពីក្រៅបាទអញ្ចឹងយើងទៅមើលប្រាសាទជ្រៃមួយទៀតបងបាទអញ្ជើញបងបាទទៅមើលប្រាសាទជ្រៃបងបាទនេះប្រាសាទជ្រៃបងបាទ
dương màu này màu trong khá mốc bà dương có sát mà giang đây bạn bà này bỏ lâu nó phía mà đây nhưng khơi bòn màu nhật đây bà bát bòn như dương hai prasad chơi còn tay này mình chỉ mua bớt mình bà sẽ rằng nên mình mua bớt bao nhiêu thế nên chỉ mua đây bây giờ chọn dương hai tam ca mơ khơi chợ sài bà mua bớt bao prasad này đây bát ai san vô roman ti muối còn bàn cha aso chơi rắc nơi lời sum thuyền này miền chmua thá rót tần nê swara baภาษา này chmua rót tần nê swara nói chia chmua si vật lưng ba đại ban đã đầm có nơi khungภาษา này ba si vật lưng nó chmua rót tần nê swara rót tần nê swara như này thà chia chmua rồi bo presivia ba rót swara nó presiviaรัตเนสวระมีทรัพย์สมบัติระบบประสิทธิ์บ่าเฮ้ยก็บัญชาซอเจริญในหนึ่งซุมเฟียนี้เจียบิซาขมายโบราณบ่าเมียน30 มันตัวบ่าในเยี่ยอัมพีอาจารย์มันเนี้ยชมูมระเตงอันบ่ากดเจียเป็นยี่โดยอกญายังสับไงบ่าโดยไอ้ดอมได้เมียนลุยเจริญไอ้บ้านเฟืองวายบาดเฟืองวายนั้นเมียนโก้ปีโรยไปตกบ้าให้นั่งกระบายคลาให้เมียนเขมรโปรสไลมาโรยดับปรามเนี้ยให้นั่งเขมรจำตุงสายสับเนี้ยบาดเจียดองวายดอลประสาทนี่ดับใบมาไทยรัสาเนยประสาทนี่บาให้นั่งเมียนในเยี่ยมปีพิธีศาสนามวยพิธีโบเจียยันบาดได้ในเยี่ยมปีในประสาทเชรัยนี่บ่าเฮ้ยประสาทนี้คือกอดก่อสร้างประบาดไอซานวอร์มันตีมุ้ยคือก่อสร้างอุตุไฟดอลเปรียซีเวียบ่าโดยสาขังขนมนึงกอดบ้านดักดำกอลเปรียจลึงหรือก็ซีเวลึงบ่าชมูแต่ยังประมาณชมูรัตเนสวระบ่าซีเวลึงนู่บ่าเฮ้ยbây giờ cái lệnh mơ nơi từ hàng trường nú giờ khơi miền trường ô bà trường ô tật món bàn hô trên mặt cài này sạt này bà năng ngày nơi trong cái này bọn trường miền bà Predik bà Ratnaneswara bà Ratnaneswara bà nếu bọn dân khơi nơi từ hàng trường ní dân khơi trường tùm rô bây giờ ní bàn chắc liê tranh mà hàng từ hàng trường này bà miền đây tha tô bằng hồ tắc bồn ní để liê mà hàng cài ní cứ sầm rập văn nặng dân ria sầm manh bà sầm rập hàng khôn sầm rập bà ông bà nặng đạch chân hả bà hơi dương khơi sát class ở miền tô bằng hồ tắc môn chân mà cài gì bà chúng ta thấy đồng bón thì chân run nơi sớm mai sau đó thì mỗiทีมนั้นchỉ chân thànhประมาณ10,000เนี่ย10,000บ้างbà 10,000เนี่ย เอกสารนั้นอยู่บ้านปีสักพันหรือว่าบ้านปีริชวงซูbà บ้านปีจันเมา ปีจันบ้างปีจัน เนี่ยในบ่อนให้พายได้มันกิโลบนชง đâyปีการตลาดนี้ประมวยกิโลปีเชิงตะบงนี่4 กิโลกะละ ทั้งđồng bónตัวเป็ด bà năng đây dân không đồng bón จากพวกโกสมัยนั้นอาจคลีดอเจออาจคลีดอกลุ่มแดนเชนให้นั่งตึกได้ซีมสับง่ายไปวินามสับง่ายแต่ลาที่จะบอกหมาย bà bạn anh chạy trên la dân bờ hàng cao ní gì chọp chăm bà dân chọp chăm hay hàng chân ní dân chọp chân
ហើយខាងលិចនេះយើងជាប់ចាវ៉ាបាទហើយនឹងខាងត្បូងនោះយើងជាប់មហាសមុទ្រឥណ្ឌាបាទបាទមានន័យថាទឹកដីអាណាចក្រចិនឡាយើងនេះធំណាបាទពីសម័យនោះដូចសៀមអីមិនទាន់កើតទេបាទនៅសម័យចិនឡានោះបាទ មានរូបឃើញចលាចរឹកនៅតំបន់សម្បូរព្រៃគុកខ្លះដែលមានទឹកតាងអីបន្ថែម អូសាលាចរិតមានច្រើនណាស់បងបាទមានច្រើនដូចនៅប្រាសាទយាយពាន់យើងនិយាយពីប្រាសាទនៅវត្តភូបាទនៅចាំដល់យាយពាន់បាទបាទនៅយាយពាន់បងបាទ អូខេបងតទៀតចា បាទបងបាទបងអញ្ចឹងយើងប្រាសាទនេះសប្តាហ៍ថ្ងៃភ្ញៀវជាតិភ្ញៀវអន្តរជាតិចូលចិត្តថតបាទចាប់អារម្មណ៍ដោយសារមានរូបភាពស្អាតហើយយើងគិតថាប្រាសាទនេះបើសិនជាយើងកាត់ដើមឈើនេះចេញយើងប្រហែលជាលេងស្អាតហើយបាទដូច្នេះអភិរក្សនៅសម្បូរព្រៃគុកនេះយើងក៏ទុកដើមឈើនេះឲ្យវាការពារប្រាសាទនេះបាទឲ្យដូចជាការពារដោយឆ្មាំដោយធម្មជាតិណាបងបាទបាទបាទបងបាទចាប់បងបាទខាងមុខមួយបងបាទ4ជ្រុងហើយកំពែងខាងក្នុងនេះ93ម៉ែត្រ4ជ្រុងហើយគូទឹកនឹង300ម៉ែត្រជាង383ម៉ែត្រជាងបាទបាទជុំវិញបងបាទជុំវិញបាទមានន័យថាពាត់ជុំវិញទៅប្រាសាទនេះមួយក៏ពាត់ជុំវិញប្លុកក្រុមពាត់ជុំវិញទៅក្រុមនេះមួយបងក្រុមខាងជើងបាទក្រុមខាងជើងបាទហើយប្រាសាទក្រុមនេះគឺមានអាយុកាលចាស់ជាងគេប៉ុន្តែដែលចាស់ជាងគេបំផុតគឺប្រាសាទស្រីគ្រប់លក្ខនៅជាប់លបងលមាសនោះបាទនៅក្រៅសម្បូរដែលយើងឃើញពីសិលាចារឹកដែលចានៅក្នុងរាជប្របាទភវរ្ម័នទី1បាទពីការកសាងភូមិស្អីអញ្ចឹងហ៎បងបាទទៅលឹងវិញបាទទៅយើងក្នុងនេះមានលឹងធំណាបាទចុះតួប៉មជុំវិញមានលឹងអីទៀតមានលឹងគឺនោះព្រះហរិហរៈទេចង់និយាយថាតាមជុំទាំង4ហ្នឹងមានកំពូលមួយនឹងមានលឹងក្នុងហ្នឹងអត់អូកំពូលតាម4នេះមានបងមានបាទមានស៊ីវិលលឹងដែរមានលឹងទូតូចមានដឹងតែមានលឹងតែមានមកបងអញ្ជើញបាទចូលក្នុងបាទបាទស៊ីវិលឹងប្រាសាទនេះធំដូចនៅកោះកេរដែរបាទធំបាទបាទខ្ញុំបញ្យល់បងបន្តិចប៉ុន្តែបើសិនជាខ្ញុំខុសឆ្គងអីសូមបងជួយបន្ថែមផងដោយសារបងជាមគ្គទេសនៅអង្គរមគ្គទេសថ្នាក់ជាតិប្រហែលជាដឹងច្រើនជាងខ្ញុំបាទយើងឃើញប្រាសាទយើងនៅនេះភាគច្រើនតោបង្ហូរទឹកមុននេះគឺហូរមកទិសខាងជើងហ៎បងបាទទិសខាងជើងបាទសឹងតែគ្រប់ប្រាសាទទាំងអស់បាទប៉ុន្តែប្រាសាទនេះមួយប្រាសាទនេះអត់ហូរចេញក្រៅទេបើនៅនោះមិញហូរចេញក្រៅបាទហើយបាទដូចក្នុងប្រវត្តិយើងនិយាយថាហេតុអីបានទឹកហូរចេញមកទិសខាងជើងបាទពេលដែលព្រះអង្គធ្វើពិធីស្រោចទឹកមុនទឹកដូងទឹកអីលើលឹងយោនីនេះពេលទឹកហូរចេញមកជើងនេះខ្លាចទឹកអម្រឹតបាទទឹកខាងជើងនេះគឺតំណាងឲ្យទ្រព្យសម្បត្តិបាទតំណាងឲ្យភោគទ្រព្យបាទដែលគ្រប់គ្រងបាទកកើតបាទគ្រប់គ្រងដោយទេពមួយឈ្មោះវេស្សវណ្ណបាទវេស្សវណ្ណនេះជាទេពតំណាងឲ្យទ្រព្យបាទភោគទ្រព្យសម្បត្តិបាទដែលមានពោះកប៉ោងកាន់ថងលុយបាទដោយអ្នកតាចិនបាទហ្នឹងយើងហៅព្រះវេស្សវណ្ណបាទបាទកុវរៈហ្នឹងជាឈ្មោះព្រះវេស្សវណ្ណហ្នឹងដែរបងបាទអ្នកខ្លះហៅវេស្សវណ្ណបាទទិសខាងជើងបាទអត់ទេអេសានចំជ្រុងបងបាទ
ខាងជើងខាងកាយ បាទរវាងខាងជើងនិងខាងកើតនេះគឺទិសតូចកដាលអេសានបាទបាទកុវិរៈឬក៏យើងហៅព្រះវេស្សវណ្ណបាទ cáiច្រឡំអស់ស៊ូមួយចឹងណាព្រោះយើងយើងច្រឡំឥឡូវយើងទៅភាសាខាងដែលឃើញរូបវាបាសងខាង ព្រះអិនហ្នឹងដែលជិះដំរីហ្នឹងគឺគាត់គ្រប់គ្រងនៅទិសខាងកើតបាទដែលយើងជឿថាយើងជាទិសដែលយើងចាប់កំណើតទិសដែលយើងទទួលបានសេរីសួស្តីបាទគាត់គ្រប់គ្រងនៅថ្ងៃរះទិសខាងកើតបាទព្រះអិនហើយខាងត្បូងយើងមានទេពមួយឈ្មោះព្រះយមបាទព្រះយមនេះគាត់ជាមនុស្សដែលស្លាប់មុនគេពេលដែលគាត់ទៅឋានក្រោមគាត់ខ្លាចជាអតិទេពនៃដីស្លាប់ដាច់ខ្មោចបាទគ្រប់គ្រងនៅដាច់ខ្មោចយមរាជបាទពេលដែលមនុស្សកើតមកព្រះយមនេះមានសភៅកម្ពីហ្នឹងកត់ត្រាចំណាំបាទថាកើតថ្ងៃណាខែណាឆ្នាំណាហើយពេលដែលមនុស្សយើងរលត់ទៅគាត់នឹងបញ្ជូនអាមាត្យហ្នឹងឲ្យទៅសួរចម្លើយថាពេលដែលឧទាហរណ៍ថាខ្ញុំពេលរស់មកហ្នឹងបានធ្វើអំពើបុណ្យបាបអីខ្លះបាទបើធ្វើអំពើបុណ្យអត់មានដាក់ទណ្ឌកម្មអីទេឲ្យមកចាប់ចិត្តជាមនុស្សវិញឬក៏ឡើងទៅឋានសួគ៌បាទបានធ្វើបុណ្យច្រើនបើមិនជាខ្ញុំធ្វើបាបច្រើនលួចឆក់ប្លន់គេអំពើបាបច្រើនគឺគាត់ឲ្យដាក់ទណ្ឌកម្មឲ្យចុះទៅឋានក្រោមឋាននរកបាទឲ្យឬក៏ទៅចាប់ជាតិជាសត្វធាតុដេរឆានបាទណាបាទហើយទិសខាងលិចបាទទិសខាងលិចគឺទេពមួយយើងហៅព្រះពាយបាទយើងហៅបាទព្រះពាយឬបាទឬក៏រាវណាបាទដែលគ្រប់គ្រងខ្យល់គ្រប់គ្រងទឹកបាទដែលបើបានជប់ទឹកភ្លៀងឲ្យមកលើភពផែនដីឲ្យមានមនុស្សសត្វមានជីវិតរស់នៅបាទប៉ុន្តែយើងមានទិសតូចទាំង4ទៀតបាទប៉ុន្តែខ្ញុំបញ្ចូលទៅ4បាទយើងមានទិសតូច4ទៀតនិងទិសចំកណ្ដាលបង9អូបាទទៅក្រោមមួយទៀត10បាទទៀតទៅនឹងលឹងទៅចាប់អារម្មណ៍លឹង បាទ ហើយខាងក្រោមនេះមូលអញ្ចឹងតែលឹងនេះតើរឿងមូលហ្នឹងឬក៏ដូចរឿងនៅខាងប្រាសាទអង្គរខាងអីហ្នឹងខាងលើមូលកណ្ដាល8ជ្រុងខាងក្រោមអីចឹងទៅឬក៏មានតែមួយទេមួយអាណាកាទៅពីព្រោះអានេះទៅអានឹងមូលអញ្ចឹងលឹងនេះដូចលឹងនៅខាងកោះគេដែរតែមួយបាទអត់បើយើងពិនិត្យលើជើងតម្រននេះហ៎បងលឹងនេះមានរាងមូលបាទរាងមូលបាទយើងមើលតាមស្លាកស្នាមជើងតម្រនជាក់ស្ដែងហ៎បងមានរាងមូលប្រហែលជាលឹងនេះមានរាងមូលបាទអត់មាន3ថ្នាក់ទីមូលរតិទេបាទមានគេប្រើប្រាស់ច្រើនមូល បាទហើយជាមានបតែនេះខ្ញុំអត់ដឹងច្បាស់ដែរបងលឹងនៅណែកោះគេហ្នឹងហើយប្រាសាទលឹងនោះ បាទ មានធ្វើតែតិចទៅខាងលើនោះអាកន្លែងហ្នឹង ប៉ុន្តែគ្រាន់តែដឹងថាប្រាសាទនេះគឺគាត់ដាក់តម្កល់សិវលិង្គហ្នឹងឈ្មោះកែមពីរេស្វារៈបាទកែមពីរេស្វារៈបាទភាសាសំស្ក្រឹតបាទភាសាសំកែមពីរេស្វារៈបងយើងហៅថាកំពីរេស្វារៈក៏បានដែរបាទកំពីរេស្វារៈឬក៏កែមពីរេស្វារៈបាទកែមពីណាបងកែមពីរេស្វារៈបាទកំពីរៈបាទកំពីរេស្វារៈហ្នឹងបាទបាទលឹងនៅពូបាញ់ទៅដល់2បាទចេញក្រៅគឺសម្រាប់វណ្ណៈស្ដេចបាទសម្រាប់វណ្ណៈស្ដេចឬក៏មន្ត្រីដែលមាននន្តរថៈធំហ៎បងប៉ុន្តែបើប្រាសាទដែលមានតួបង្ហូរយោនីចេញក្រៅសម្រាប់វណ្ណៈរាស្ត្រវណ្ណៈកសិករយើងអាចទទួលទឹកមុនខាងក្រៅបានបាទអាហ្នឹងដែលខ្ញុំធ្លាប់បានសិក្សាមកចាំហ៎បងបាទ
ប៉ុន្តែបងមានចំណេះអីជួយនេះខ្ញុំផងបាទជួយបន្ថែមបងបាទត្រូវបានបារាំងគ្រប់គ្រងយើងនៅសម័យអាណានិគមបានចុះមកសិក្សាស្រាវជ្រាវនៅសម្បូរព្រៃគុកយើងអភិរក្សហើយក៏បានយករូបនឹងទៅបារាំងហ្នឹងបាទប៉ុន្តែថ្ងៃណាមួយនឹងអង្គការ UNESCO នឹងទាមទារសម្បត្តិនឹងមកឲ្យខ្មែរយើងវិញបាទនេះជាអវតារទី10របស់ព្រះវិស្ណុក្បាលសេះខ្លួនមនុស្សបាទនិយាយថាប្រែកាយទេបងបាទជាអវតារទៅថ្ងៃអនាគតបាទយើងមាន10អវតារសម្រាប់ព្រះវិស្ណុមួយបាទអត់ទេខ្ញុំរៀនដឹងទៅ10ទេបងមានចំណេះអីជួយបន្ថែមខ្ញុំផងបងហើយមួយទៀតយើងមានចម្លាក់ប្រាសាទអណ្ដែតបាទចម្លាក់ប្រាសាទអណ្ដែតនេះឬក៏វិមានអណ្ដែតនេះជារចនាបថសម្បូរព្រៃគុកដែលស្ថាបត្យករខ្មែរយើងសិប្បកម្មគាត់បានឆ្លាក់ប្រាសាទអណ្ដែតនេះគឺដើម្បីតុបតែងលម្អនៅនឹងផ្ទាំងអង់គ្លេសបងយើងហៅ flying palace បាទហើយប្រាសាទនេះបើយើងមើលទៅផ្ទះយើងដូចបង្អួចអញ្ចឹងបងគឺធ្វើដើម្បីតុបតែងលម្អបាទហើយនៅហេតុអីបានយើងហៅប្រាសាទអណ្ដែតដោយសារនៅខាងក្រោមនោះយើងឃើញមានសត្វស្លាបលើកទ្របាទនោះដូចជាយើងឃើញនៅកណ្ដាលនោះគឺគ្រុឌដែរបងបាទគ្រុឌហ្នឹងជាយានជំនិះរបស់ព្រះវិស្ណុដូច្នេះហើយយើងឃើញមានខ្លះដូចតោខ្លះដូចសេះប៉ុន្តែមានស្លាបទ្រប្រាសាទអណ្ដែតហ្នឹងដូចហោះនៅលើមេឃអញ្ចឹងហ៎បងដូច្នេះហើយប្រាសាទអណ្ដែតហ្នឹងជាគំនិតដែលគាត់ឆ្លាក់ដើម្បីតុបតែងលម្អនៅនឹងជញ្ជាំងប្រាសាទហើយជារចនាបថសម្បូរព្រៃគុកទៀតបាទនេះជាសម្គាល់លើរចនាបថសម្បូរព្រៃគុកនៅគ្រប់ជ្រុងទាំងអស់បងនៅគាត់ឆ្លាក់រូបគ្រុឌនៅខាងនៅចំកណ្ដាលបងគ្រុឌបាទនោះឯរូបខាងនោះអត់ទេបងរុកនេះបងនេះបងគ្រុឌនេះខាងក្រៅបងបាទដោយសារគាត់មានស្លាបលើកទ្របងដូច្នេះយើងហៅប្រាសាទអណ្ដែតបាទហើយខ្លះដូចសេះហ៎បងយើងឃើញដូចសេះនេះដូចតោអីចឹងណាបាទហើយដូចគ្នាបងខាងនោះជ្រុងខាងនោះតាមគ្រប់ជ្រុងគឺកណ្ដាលបងអានេះយើងជារូបទេពបងបាទប៉ុន្តែថាសេវៈឬក៏វិស្ណុទេណាបងបាទចូលខាងលើនោះវានុកដែរដូចមានរូបដូចជាស្តៀងស្វាយ៉ាងអីនៅខាងឆ្វេងហ្នឹងសារខ្ញុំរៀនគាត់ថាជាមហេសីឬក៏មនុមនាងអ្នកបម្រើអីចឹងហ៎បងបាទប៉ុន្តែដូចគ្នាដែរប៉ុន្តែខ្ញុំដែលសិក្សាផ្នែកលើនោះគឺព្រះសិវៈបាទកណ្ដាលនេះគឺវិស្ណុបាទទេពព្រោះទេពសិវៈជាទេពដែលធំជាងគេហ៎បងมันអាចនៅក្រោមគេទេបងគឺនៅតែនៅលើគេបាត់បងបាទក្រុមខាងត្បូងឥឡូវខ្ញុំបកឈ្មោះយាយពាន់ឲ្យបងបាទប៉ុន្តែនេះជាតាមរយៈរឿងព្រេងហ៎បងនៅសម័យនោះមានព្រះអង្គយើងមួយអង្គនោះប្រកែកលេងអុកខ្លាំងអត់មានអ្នកណាដែលលេងឈ្នះទេនៅស្រុកខ្មែរអត់មានដៃគូប្រកួតដូច្នេះហើយដំណឹងនៃការលេងអុករបស់គាត់ហ្នឹងបានលេចលឺធ្លាយទៅដល់ស្ដេចជ្វាបាទនៅពេលនោះស្ដេចជ្វាក៏មកចង់ប្រកួតប្រជែងលេងអុកជាមួយស្ដេចខ្មែរយើងដែលពេលនោះគាត់បានដាក់ពាក្យលេងអុកជាមួយស្ដេចខ្មែរយើងហើយបានភ្នាល់គ្នាគាត់ថាបើសិនជាគាត់លេងអុកឈ្នះស្ដេចខ្មែរគាត់អត់សុំអីទេគាត់គ្រាន់តែចង់រៀបការជាមួយកូនស្ដេចខ្មែរយើងកូនកំមុំបាទ
ដែលស្អាតជាងគេនៅស្រុកខ្មែរ កាសនេះយើងទៅ បាទហើយព្រះអង្គក៏គាត់យល់ព្រមគាត់ថាអត់អីអត់បញ្ហាបើសិនអ្នកឯងលេងឈ្នះខ្ញុំនឹងធ្វើតាមនឹងគោរពតាមពាក្យសន្យា បើយីពឿនហ្នឹងឯងស្ដាច់ណា យើងអត់មានរឿងព្រេងបងអត់មានឈ្មោះហើយបាទ រឿងដែលគេបង្កើតរឿងមិនត តគ្នាបងអានេះចង់ដឹងហើយព្រះអង្គខ្មែរយើងគាត់ថាចុះប្រសិនបើអ្នកឯងលេងចាញ់ខ្ញុំវិញតើឲ្យខ្ញុំធ្វើយ៉ាងម៉េចបាទហើយស្ដេចជ្រានោះក៏គាត់ថាបើសិនជាគាត់លេងអុកចាញ់គាត់នឹងបកគលទឹកដីឲ្យខ្មែរយើងអស់ហើយនឹងកាត់ករបស់គាត់ទៀតបាទលេងធំបាទដល់ពេលនោះគាត់បានលេងអុកជាមួយស្ដេចខ្មែរយើងអស់រយៈពេល3យប់3ថ្ងៃបានដឹងឈ្នះចាញ់ដល់ពេលនោះស្ដេចខ្មែរយើងបានចាញ់បាទបានចាញ់ស្ដេចជ្រាបាទដល់ពេលចាញ់ក៏គោរពតាមពាក្យសន្យាបានរៀបចំកម្មវិធីសំគុំកូននឹងឲ្យរៀបអភិសេកជាមួយស្ដេចជ្រាប៉ុន្តែនៅពេលដែលធ្វើកម្មវិធីរៀបចំហ្នឹងកូនក្រមុំនោះគាត់អត់យល់ព្រមគាត់ខឹងគាត់មានអារម្មណ៍មួយថាខឹងនឹងឪពុកលេងអុកភ្នាល់ដាក់ខ្លួនហើយអត់ប្រាប់សម័យខ្លួនគាត់ដល់ពេលនោះគាត់ខឹងជាមួយឪពុកគាត់អត់រៀបការជាមួយស្ដេចជ្រានឹងហើយក៏គាត់ថាស្ដេចជ្រានឹងចាស់អត់ស្អាតហើយក៏គាត់រត់មកពួននៅប្រាសាទនេះបាទពីមុនយើងហៅដូចជាប្រាសាទយាយពួនឬក៏នាងពួននេះបាទដូច្នេះព្រះអង្គហ្នឹងក៏បាត់កូនក្រមុំហើយកេណ្ឌប្រជារាស្ត្រប្រជាកងទ័ពពលអាមាត្យឲ្យដើររោសពប្រទេសរោមិនក៏មិនឃើញកូននេះកូនរត់មកពួននៅក្នុងប្រាសាទនេះហើយក៏បានបួងសួងវត្ថុស័ក្តិសិទ្ធិនឹងជួយកំបាំងលាក់កុំឲ្យមានអ្នកណារកឃើញគាត់នឹងថែរក្សាប្រាសាទនេះជារៀងរហូតដោយមិនយកប្តីដូច្នេះបានប្រាសាទនេះពីមុនយើងហៅប្រាសាទដូចជានាងពួននេះក្រោយមកទៀតទៅយាយពួនប៉ុន្តែការស្ដាប់របស់បារាំងដូចថាវាអត់ច្បាស់ភាសាខ្មែរយើងទៅជាពាន់បាទទៅពាន់ទៅសេទៅជាពាន់តាមពិតពួននេះបាទពួនមិនត្រូវបាទដាក់យូរទៅអាចពួន អានោះវាអាច ឯពីនេះគាត់បានដាក់តម្កល់គោនន្តិបាទជាយានជំនិះរបស់ព្រះសិវៈធ្វើអំពីប្រាក់លឹងនេះធ្វើអំពីមាសហើយគោនឹងគឺបែរមុខទៅចំតួកដាលនេះបាទហើយយើងមានតួ8ប៉ម8ជ្រុងនេះ5ជំវិញតួកដាលនេះបាទបាទ បាទឈ្មោះលឹងមកទេបង បាទសិវលឹងដែលដាក់តម្កល់នៅតួកដាលនេះបងឈ្មោះប្រហសិទ្ធេស្វរៈ នេះបងនេះបងនេះ បាទប្រហសិទ្ធេស្វរៈបាទព្រះឥសូរញញឹមបាទលឹងមាសញញឹមបាទបាទ ពណ៌សម័យដែលគេគូររូបលើនោះ ហើយនេះជាផ្លូវបុរាណបុកទៅស្ទឹងបងបាទបុកស្ទឹងបាទផ្លូវបុរាណខុសវេហ្នឹង2គីឡូទៅបុកស្ទឹង មានបរាយបងបរាយធំមួយមាន មានយើងមានធំដូចបរាយដូចយើងគោប៉ុន្តែសប្តាហ៍ថ្ងៃប្រជាជនយើងធ្វើស្រែធ្វើអស់ធំដូចនៅអង្គរដែរប៉ុន្តែប្រជាជនយើងជីកលុបអស់ហ្នឹងបងនេះធំណាបាទនេះធំបាទ អាចមិនក៏3គីឡូ អានេះប្រហែលជា ជ្រុង 1គីឡូ2គីឡូអីដែរបាទនៅខាងកើតនេះបាទបុកទៅស្ទឹងសែននេះបាទតើបងយើងចេញទៅប្រាសាទបាទ ជិះអស់ហើយបង បាទអូបាទលោកគ្រូបាទគាត់លោកគ្រូច័ន្ទភក្តីបាទខ្ញុំរៀនជាមួយគាត់ដែរតើគាត់មករៀននេះឡើងកន្លះខែដែរបងមើលបាទអត់ទេអានេះសិលាចារឹកយើងបានបញ្ជាក់បងអានោះនៅសម្បូរមិញបាទនៅសម្បូរបាទនៅប្រាសាទស្រង់ព្រះមិញបាទប៉ុន្តែរូបព្រះព្រំហ្នឹងយើងយកទៅដាក់តម្កល់នៅស្រាមទីសៀមរាបហើយបើហារីហារៈនិងទូគាយើងយកទៅស្រាមទីជាតិភ្នំពេញបាទនេះជាប្រាសាទនេះយើងដឹងតាមរយៈសិលាចារឹកនៅ S2 នេះបាន
ដាក់តម្កល់យានជានេះរបស់ព្រះសិវៈឈ្មោះនន្តិនេះបាទនន្តិបាទដែលធ្វើពីប្រាក់ដែលយើងដឹងតាមរយៈសិលាចារឹកដែលគាត់ចារនៅនឹងជើងតម្របងបាទហើយបាទនេះជើងតម្រអូជើងតម្រនេះបាទនេះហើយក្នុងសិលាចារឹកនេះគេដាក់ពាក្យបច្ចឹមនេះនៅខាងលើនេះគេដាក់បច្ចឹមមានន័យថានន្តិនេះបែរមុខទៅលិចណាបងទៅចំមកតួប៉មកណ្ដាលធំបាទហើយនេះយើងមានមណ្ឌបាបាទដែលនៅក្នុងនេះបាទមណ្ឌបាមានន័យថានេះជាកូនប្រាសាទបាទស្ថិតនៅក្នុងប្រាសាទធំមួយទៀតបាទហើយនេះមណ្ឌបានេះយើងឃើញមានរូបដូចជាគុឌុបាទដែលជាសិល្បៈឥណ្ឌាសម័យគូបតាដែរបាទនេះជាប្រាសាទនេះបានជួសជុលតលត្រនឹងលុយអបថំពីឥណ្ឌាដោយសារសិល្បៈឥណ្ឌាបាទសិល្បៈបាទដែលតុបតែងនៅជើងតម្រនេះគឺសិល្បៈឥណ្ឌាសុទ្ធបាទប៉ុន្តែយើងមើលរូបចម្លាក់នេះដែលគូឌុហ្នឹងវាដូចជាជនជាតិអឺរ៉ុបបងមានសក់រួញមានច្រមុះបាទមានច្រមុះស្រួចមានពុកមាត់អីចឹងណាបងដូច្នេះយើងជារូបនេះដូចនៅឥណ្ឌាដែរបាទប៉ុន្តែក្នុងសក់រួយនេះហ្នឹងគេនិយាយថាជាសិល្បៈឥណ្ឌាបាទគូបតាសម័យគូបតារូបគូឌុបាទរូបគូឌុបាទដើម្បីជាសិល្បៈនៃការតុបតែងបាទតុបតែងលម្អបាទហើយអាតួប៉មកណ្ដាលនោះគឺបានដាក់តម្កល់លឹងមាសធ្វើពីព្រះសតេស្វរៈបាទតួប៉មកណ្ដាលប្រហៈបាទប្រហៈបងនេះយើងទៅមើលរូបពាក់បន្តិចហ៎មើលរូបពាក់តិចណាបាទនេះដៃចាស់ប៉ុន្តែសសថ្មីបងបាទដៃវាចាស់ប៉ុន្តែនេះរូបដែលមានតែមួយមុខតែមួយមើលច្បាស់មួកកតាប់នេះបងបាទនេះអត់អីគេស្ទើរជាតិពាក់គេដឹងបែបណាដោយសារនៃការសិក្សារបស់ខាងបុរាណវិទ្យាបងបាទគេស្ទើរជាតិពាក់បាទដោយសារយើងថាជាជនជាតិពាក់ហ្នឹងនៅនឹងប្រាសាទអណ្ដែតហ្នឹងដោយសារមានមួកកតាប់បងមានមួកកតាប់ដូចសាន់តាក្លសយើងបាទនេះនៅនេះដូច្នេះជនជាតិពាក់ហ្នឹងពីមុនគេថាជាពួកអឺរ៉ង់ហ្នឹងបងអឺរ៉ង់ពាក់បាទដែលបានធ្វើដំណើរមកតាមដែនសមុទ្រហ្នឹងធ្វើជំនួញហើយបានមកដល់ចូលចតនៅស្រុកខ្មែរយើងបាទហើយយើងមិនដឹងថាគាត់មានតួនាទីអីនៅស្រុកខ្មែរយើងទេបានជាមានចម្លាក់នៅប្រាសាទយើងខ្ញុំអត់ដឹងច្បាស់ដែរណាបងប្រហែលជាគាត់មានតួនាទីអីមួយសំខាន់សម្រាប់ខាងសំណង់សាសនានេះឬក៏អីណាបងរូបមួយណាច្បាស់រូបនេះបងនេះដែលមានមុខកតាប់បាទដែលមានមុខកតាប់បាទនេះដែលមានថ្ពាល់ហៀនេះថ្ពាល់ហៀបាទនេះថ្ពាល់ហៀហើយមានមុខកតាប់ច្រមុះធំបាទអានេះហៅ Persian ណាពួកបាទយើងហៅ Persian អង់គ្លេសបាទនេះបងនេះដែលមានថ្ពាល់ហៀហើយច្រមុះធំហើយមានមុខពាក់មុខកតាប់បាទនឹងហៅប៉ុន្តែយើងមិនដឹងថាគាត់នឹងមានតួនាទីអីនៅស្រុកខ្មែរយើងទេប្រហែលជាគាត់ជាវិស្វករឬក៏ស្អីសបច្ចករអីមួយហ៎បងបានជាគេឆ្លាក់រូបគាត់នឹងមកនឹងសំណង់ហ្នឹងបាទយើងអាហ្នឹងយើងគិតអាហ្នឹងយើងគិតខ្លួនយើងយើងគិតថាប្រហែលជាគាត់មានតំណែងតំណងអីមួយនឹងសំណង់ហ្នឹងប្រហែលជាវិស្វករឬស្អីមួយបាទនៅអានោះជួយចិត្តនេះនៅរ៉ង់ហើយបងបាទរ៉ង់បងរ៉ង់សុទ្ធបាទពាក់បានធ្វើដំណើរមកតាមផ្លូវទឹកបាទរហូតមកដល់ស្រុកខ្មែរយើងនាគនឹងក្បាល3បាទណាក្បាល3បាទផ្ដែទ្វារនេះជាសិល្បៈខ្មែរយើងដំបូងដែលចាប់ផ្ដើមឆ្លាក់នាគលម្អនៅលើផ្ដែទ្វារបាទបន្ទាប់មកបានយើងឃើញនៅអង្គរច្រើនណាបងបាទនេះគឺជាដំបូងហើយនាគក្បាល3នេះគឺតំណាងឲ្យលទ្ធិត្រីមូរតិបាទតំណាងឲ្យសិវៈបាទ
ព្រះព្រំហើយនិងព្រះវិស្ណុបាទហើយនៅខាងលើនោះយើងឃើញមានព្រះឥន្ទជាដំរីនៅចំកណ្ដាលបងព្រះឥន្ទជាដំរីឯករវ័នបាទនេះមុនសម័យអង្គរព្រះឥន្ទជិះដំរីឯករវ័នបាទប៉ុន្តែអានេះវាពាក់ព័ន្ធនឹងរឿងពពុទ្ធដែរបាទដែលដំរីជិះដំរីក្បាល3នេះបាទដោយសារថ្ងៃមួយមានព្រះអង្គនឹងដើរគោចរបបានបាតនឹងរាប់រយអង្គđấyជួបប្រទេសនៅផ្លូវមួយហ្នឹងមានភក់ហើយមានមនុស្សមួយក្រុមហ្នឹងដូចជា32នាក់ហើយស្ម័គ្រចិត្តដេកក្រាលលើភក់ហ្នឹងដើម្បីឲ្យព្រះអង្គដើរឆ្លងកុំឲ្យប្រឡាក់ភក់ដោយពេលនេះដែលមនុស្សមួយក្រុមនោះ32នាក់នោះដែលបានផុតទៅគាត់បានចាប់ចិត្តទៅឋានសួគ៌បាទទៅចាប់ចិត្តទៅជាសត្វដំរីឯករវ័នដូច្នេះបានព្រះឥន្ទក៏ជាប់ពេលដែលព្រះអង្គត្រូវការយានជំនិះក៏គាត់ជ្រើសរើសដំរីឯករវ័នហ្នឹងធ្វើជាយានជំនិះរបស់គាត់បាទប៉ុន្តែនេះមុនសម័យអង្គរបងព្រះឥន្ទហ្នឹងជិះដំរីក្បាល1បាទសម័យអង្គរគឺបដូរទៅដំរីក្បាល3បាទហើយខាងរូបខាងក្រោមដែលឆ្លាក់នោះដែលគេដាប់បែកមកអស់នោះយើងដែលខ្ញុំរៀននោះថាព្រះសិវៈបានរំបំផ្លាញលោកបាទព្រះសិវៈហ្នឹងបានរំបំផ្លាញលោកប៉ុន្តែបំផ្លាញតែសភាវៈអាក្រក់ទេបាទព្រះសិវៈហើយក៏ខាងឆ្វេងខាងស្ដាំនោះជាដូចជាមានស្ត្រីបាទរំអីអញ្ចឹងណាបងបាទហើយខាងនោះយើងមានគ្រុឌនៅខាងព្រះឥន្ទនោះបាទប៉ុន្តែគេដាប់ក្បាលអស់ហើយបាទហើយសសរពេជ្រយើងមានសសរពេជ្របាទនេះសសរពេជ្រមុនសម័យអង្គរមានរាងមូលបាទពេលដែលបដូរទៅសម័យអង្គរសសរពេជ្របានបដូរទម្រង់ជា8ជ្រុងបាទហើយមានចម្លាក់លម្អច្រើននៅលើសសរពេជ្រប៉ុន្តែមុនសម័យអង្គរនេះអត់សូវមានចម្លាក់លម្អនៅលើសសរពេជ្រទេបាទមានតែដូចចិញ្ចៀនវងអញ្ចឹងណាបាទអញ្ចឹងបងយើងអញ្ជើញចូលទៅក្នុងបាទចូលទៅក្នុងបាទ Smells amazing too. អូបងចូលមកដល់មុនគេជាក់លហឹមជាក់បោពីមុនបើអត់ដាក់កញ្ចក់មានជាក់ស្រួលក្នុងនេះបាទទេវលឹងនោះបាទនឹងគោធ្វើពីប្រាក់នោះយើងអត់ដឹងថាបាត់នៅសម័យណាបាទពេលដែលព្រះអង្គមកធ្វើពិធីសាសនាពេលដែលព្រះអង្គមកធ្វើពិធីសាសនាគាត់ទៅងូតទឹកលាងបាបនៅនឹងស្រះបាទជំរះក្អែលក្អកជំរះលាងបាបរួចហើយបានមកធ្វើពិធីបាទរួចហើយពេលដែលគាត់ធ្វើពិធីគឺយកទឹកធម្មតាយើងឬក៏ទឹកដូងឬក៏ទឹកដោះគោមកប្រោះព្រំលើរាជលឹងនេះពេលដែលរាជទឹកហូរចេញមកតាមចង្អូរពយោនីនេះคล้ายជាទឹកអម្រឹតបាទដែលយើងមានជំនឿណាបាទហើយបើសិនយើងកលិចមើលទៅលើប្រាសាទបុរាណយើងមានពីដានណាបងនេះពីដានធ្វើពីឈើបាទយើងឃើញពីដានធ្វើពីឈើប៉ុន្តែវាយុគកាលរាប់ពាន់ឆ្នាំក៏បាក់អស់ទៅបាទពីដានហ្នឹងពីដើមវាមានបណ្ដាញជាឈើប៉ុន្តែនៅក្នុងចន្លោះកណ្ដាលវាអាចមានបាក់អោបឲ្យមួយដើម្បីចំទៅកន្លែងនេះមិនមានមនុស្សទេបើជាក់ស្ដែងដែលសពថ្ងៃយើងឃើញហ៎បងប្រាសាទនៅសម្បូរព្រៃគុកយើងនេះកពូលគឺបិទចិត្តតែម្ដងបាទយើងនៅសល់2 3អត់តាន់បាក់គឺបិទចិត្តតែម្ដងបងអត់មានប្រហោងសម្រាប់ទទួលពលឺប្រហោងបាទបងបាទហ្នឹងហើយនឹងខុសគ្នាសិល្បៈខុសគ្នាបងបាទនេះវាជាប្រាសាទធ្វើពីអត់ទៅប្រហែលជាអាចមានគេមានតែមានថ្មប្រហែលជាអាចមានថ្មម្ដុំមួយវាអាចប្រហែលហ្នឹងបងតែវាប៉ុន្តែជាក់ស្ដែងរាល់ថ្ងៃបើបងចង់ច្បាស់យើងមានប្រាសាទច្រើនដែលនៅកពូលអត់តាន់បាក់គឺចិត្តឈឹងតែម្ដងអត់មានអីថ្ងៃចូលមក
dương mơ tới phần đại việc của hôm vừa khơi miên ấy chứ bóng chất chân thêm đâu nơi pi giờ toàn bạn cặp bù sập ngày nơi chân rồi bà đấy sao là đây đôn ta ban một sao tục mà bà bọn đây sao lưng sưu nâng vô sưu nâng lực bà sưu vô tám đây xa nhưng lực bàn sưu do tới đây ra đặt đi đặt rồi đặt bàn vô ní việc thống mà vô ta rồi bà và vào miền đây tất cả đâu vậy nhé bà lại gãy không và bạt tơ lưng mền bây giờ hai chấm lại đây lại nơi lưng chân tầm rô nông sàn dây quần ấy có bạch vùng mù này tôi ní hai bạch phong trời á không bà ní dân khơi cà la đôi chặt cái chăn ní dân hai bạch chặt cái chăn hơi nâng ní dân hai bạch cà chăn bà đôi kia bằng đôi kia mà chung ní đôi kia bạch đôi kia tao ngỏ không bà đôi kia bạch chặt cái chăn không bà bạch cà chăn bạch phong trời bà bởi sát dây quan ấy dương bát ấy san vô roman có sang này năm po mùi rồi đập po mùi vậy bà mùi rồi đập po mùi bà sát vật temple bà fertility or phallic symbol or fertility yeah fertility yeah phallic symbol mà đo campaign dây quan khang lệch ní dương miền chấm lạ mê đầy rồi chấm lạ rồi vùng mù lắm không dương khơi miền chấm lạ mê đầy ní sờ tăng áo miền chất sập buồn mê đầy nơi campaign khang khôn nơi sạt dây quan vận tải chạ rụi ban ta mà phơi gì bà hơi nơi trong chấm nói ní dương khơi khôn chấm lạ mê đầy ní dương miền tao đôi chiaประยุทธ์ជាមួយទេពហើយនៅខាងក្រោមដូចជាយក្សយើងគិតថានេះជាប្រហែលជាលបុកកតោខ្មែរយើងពីដើមបាទបើលោកគ្រូខេមរៈគាត់បញ្យល់ថាលបុកកតោបាច់លបុកកតោបាទដោយសារតោនេះបានមុខបាទបានវាយនេះមកទេពនេះបាទទេពជន់លើខ្លួនយក្សនេះបាទខាងក្រោមបាទប៉ុន្តែខ្ញុំអត់មានឯកសារបញ្ជាក់ណាបងណាបាទហ្នឹងហើយចឹងបុកកតោអត់ត្រូវឆ្លាក់យក្សមានយក្សផងអញ្ចឹងហ៎បងបាទអាហ្នឹងបងកុំឲ្យនេះចុះបាទខ្ញុំអត់ច្បាស់ដែរបងដោយសារយើងអត់មានឯកសារបញ្ជាក់អីណាបើត្រង់នោះយើងឃើញបាទបងបើត្រង់នេះយើងឃើញហនុមានបានប្រគល់ព្រះតម្រង់ឲ្យព្រះនាងសីតាដៃតែមួយទេបាទដៃតែពីរទេនាងសីតាដៃពីរនេះខាងនេះមួយបាទនិយាយអំពីបុរសម្នាក់បានប្រទានលឹងធម្មជាតិប្រវែង18ហត្ថនិងភ្នំ2បាទហើយលឹងធម្មជាតិនោះមានន័យថាគាត់ឆ្លាក់កំពូលភ្នំជារូបលឹងបាទធម្មជាតិហើយនឹងភ្នំ2នោះភ្នំនោះនៅស្រុកគិរីសវរៈនៅវត្តភូនៅឡាវបាទពីមុនប្រាសាទវត្តភូនឹងជាអតីតរាជធានីសម័យចិនឡាវយើងដែរបាទដែលកសាងនៅក្នុងរាជព្រះបាទភវរ្ម័នទី1ជាអ៊ំប្រុសរបស់ព្រះបាទអេសានវរ្ម័នទី1ហ៎បងបាទសិលាចារឹកនេះគេនិយាយពីប្រាសាទនៅវត្តភូបាទ8បន្ទាត់បងសិលាចារឹកនេះបាទមានចំនួន43 43ហ៎បងបាទរួមនឹងកំពែង2ជាន់និងស្រះទឹក1
បាទអូខេ ប៉ុន្តែនៅបច្ចុប្បន្នយើងនៅសល់តែមួយទេនៅល្អហ្មង បាទ ហើយក្រុមប្រាសាទតោនេះកសាងនៅក្នុងរាជស្ដេច2អង្គព្រះអង្គទី1គឺព្រះបាទអេសានវរ្ម័នទី1ដែលអ្នកចាប់ផ្ដើមហ្មងកសាងនៅសតវត្សទី7ប៉ុន្តែក្រោយមកទៀតមានការជួសជុលនៅក្នុងរាជព្រះបាទជ័យវ្ម័នទី2នៅសតវត្សទី9បាទដែលគាត់មកពីភ្នំគូលែនប្រាសាទតោនេះគឺជាឈ្មោះដែលប្រជាជនយើងរស់នៅក្នុងតំបន់យើងនេះដែលឃើញចម្លាក់តោឈរនៅតាមជញ្ជាំងនៅចុងទ្វារនេះដូចហើយបានយើងហៅថាប្រាសាទតោតែម្ដងទៅយើងអត់មានសិលាចារឹកណាមានឯកសារណាបញ្ជាក់ថាប្រាសាទនេះឈ្មោះអីទេបងហើយគាត់កសាងតោនេះគឺតំណាងឲ្យអំណាចរបស់ព្រះអង្គដែលគ្រប់គ្រងប្រទេសបាទអំណាចដូចតោបាទអំណាចដូចរាជសីនឹងដោយសារយើងជឿថាតោជាស្ដេចសត្វបាទស្ដេចព្រៃភ្នំស្ដេចអីចឹងណាបងបាទដូច្នេះហើយគាត់កសាងតោនេះគឺតំណាងឲ្យអំណាចហើយក៏តំណាងឲ្យដូចជាឆ្មាំយាមបាទហើយមួយទៀតគំនិតក៏ដើម្បីតុបតែងលម្អដែរគឺធ្វើខាងមុខនេះគឺដើម្បីតុបតែងលម្អផងតោនេះរចនាបថគូលែនបាទរចនាបថគូលែនណាបងមិនមែនសម្បូរព្រៃគុកទេតែចម្លាក់សងខាងស៊ុំទ្វារនោះគឺដែលទ្វារនេះឆ្លាក់អត់តាន់រួចទេរចនាបថកំពង់ព្រះបាទប៉ុន្តែខាងក្រោយឆ្លាក់រួចខាងត្បូងនៅខាងជើងរចនាបថព្រៃក្មេងប្រាសាទនេះមួយមានរចនាបថបាទដោយសារមានការជួសជុលវាច្រើនបាទហើយប្រាសាទនេះគាត់កសាងប្រាសាទហ្នឹងគឺឧទ្ទិសដល់ព្រះសិវៈនៅខាងក្នុងនោះក៏គាត់ដាក់តម្កល់ព្រះរាជលិង្គដែរលិង្គទៀតបាទបងដូច្នេះប្រាសាទនេះគាត់ក៏កសាងឧទ្ទិសដល់បាទឧទ្ទិសដល់ព្រះសិវៈបាទហើយយើងមានទ្វារ3ជុំវិញបិទចិត្តដែលយើងហៅទ្វារបិឆោតដែរបងបាទយើងមានទ្វារ3នេះគឺវិស្វករខ្មែរយើងគាត់កសាងដើម្បីតុបតែងលម្អបាទនៅសំណង់ប្រាសាទណាបាទបងយើងអញ្ជើញបាទបាទមួយទៀតគឺអត្តន័យរបស់ធំបាទបងយើងថតជុំគ្នាមួយនៅនេះបាទអានឥឡូវបាទគេតោសតាំងពីបុរាណដែរបាទmới chơi còn đột khát về liền tật về không át đó. Tao dừng tụi rồi để tập. Lộ sro srong bin men khói chu nhiệt mê chẳng tám prakar
Mưa lộ sro srong biên men khối chu nhiệt mê chăng tám praka te chai bong tui không bên bụi cá su nhiệt na pisa không prika Mưa lộ sro srong biên men khối chu nhiệt mê chăng tám praka